នេះគឺជាការដ្ឋានជួសជុលខ្លងទ្វារខាងជើងប្រាសាទភីមានអាកាសដែលជាអតីតព្រះបរមរាជវាំងនៃក្រុងអង្គរធំឆ្លងកាត់ពេលវេលារាប់សិបឆ្នាំដោយប្រាសាទឯទៀតដែរប្រាសាទភីមានអាកាសមានភាពទ្រុឌទ្រោមនិងបាក់បែកដែលត្រូវការសង្គ្រោះនៅពេលថ្មីៗនេះខ្ញុំបានចុះទៅបំពេញការងារដែលមានភាគីចិនចូលរួមជាមួយអាជ្ញាធរជាតិអប្សរាដើម្បីសង្គ្រោះខ្លងទ្វារអ្នកជំនាញខ្មែរនិងចិនបានចាប់ផ្ដើមជួសជុលនៅទីនេះចាប់ពីខែសីហាឆ្នាំ2024មកក្រុមអ្នកជំនាញការអាត់ហុកនៃគណៈកម្មាធិការ ICC អង្គរបានចុះពិនិត្យការដ្ឋាននេះក្នុងន័យដើម្បីត្រួតពិនិត្យការងារឲ្យស្របទៅតាមគោលការណ៍អភិរក្សសំណង់ប្រាសាទដែលត្រូវបានចុះបញ្ជីក្នុងតំបន់បេតិកភណ្ឌពិភពលោកនៃអង្គការ UNESCOប្រាសាទភីមានអាកាសកសាងឡើងនៅដើមសតវត្សទី11ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1កសាងឡើងអំពីថ្មភក់នៅលើជើងគ្រឹះថ្ម3គ្រាមមាន3ជាន់ស្រដៀងទៅនឹងប្រាសាទពីរ៉ាមីតដូច្នោះដែរនៅខាងជើងប្រាសាទនេះមានស្រះទឹកដ៏ធំមួយដែលគេហៅថាស្រះស្រី